ការដែលយើងធ្វើលំហាត់ប្រាណបើយើងផ្ដោតលើចំនួនរ៉េបឬក៏ចំនួននៃការធ្វើយើងធ្វើមិនបានច្រើនដងយើងអាចបានគិតពីគុណភាពនៃការធ្វើតែយើងបានប៉ុណ្ណាទេអាចធ្វើឲ្យការធ្វើលំហាត់ប្រាណរបស់យើងក៏អត់បានទទួលនៅគុណភាពផងដែរអញ្ចឹងបើសិនយើងធ្វើឲ្យវាលឿនបែបនេះបងប្អូនអញ្ចឹងគឺសាច់ដុំយើងគឺអត់ទាន់ធ្វើការទេតាមធម្មតានៅពេលដែលយើងធ្វើលំហាត់ប្រាណគេមានពាក្យមួយថា tempo អញ្ចឹង tempo ខ្លះអាចមានតម្រងខុសនៃអាច 3 1 x 1អីចឹងណាតែខ្ញុំនិយាយងាយស្រួលភាគច្រើនគឺនៅពេលដែលយើងធ្វើលំហាត់ប្រាណនៅពេលដែលយើងដាក់ដុំដែកមកចុះគឺប្រើពេល4វិនាទីបន្ទាប់មកទៀតនៅពេលដែលដល់ទីតាំងដែលយើងត្រូវចូលសិដុំបានល្អហើយយើងទុកវាចំនួន2នាទីបន្ទាប់មកទៀតយើងរុញឡើងវា1វិនាទីហើយ1វិនាទីទៀតយើងដកដង្ហើមចូលដើម្បីត្រៀមនឹងយើងធ្វើវាសារដើមវិញអញ្ចឹងបងប្អូនអញ្ចឹងការធ្វើលំហាត់ប្រាណគឺវាពិតជាសារៈសំខាន់មែនតើអញ្ចឹងនៅពេលដែលយើងចុះគឺយើងចុះបែបយឺតហើយនៅពេលដែលយើងទៅដល់ទីតាំងសាច់ដុំដែលយើងចង់បានយើងផ្អាកវាមួយស្ទុះរួចចាំយើងងើបឡើងវិញបែបលឿនហើយដកដង្ហើមចូលទប់ដង្ហើមតម្លាក់ចុះមកទៀតអញ្ចឹងបងប្អូនអូខេបើសិនជាបងប្អូនមានចំណាប់ថាមិនខមមិនក្រោមវីដេអូនេះអរគុណ